Quý bộ hỏi Trumpអាចនឹងកំទេច Venezuela ឆាប់ៗនេះ ប្រិមិត្តមួយរយៈចុងក្រោយនេះចំនួនរវាងសហរដ្ឋអាមេរិកនិង Venezuela បានឡើងកម្ដៅខ្លាំងជាងពេលណាទាំងអស់ដែលនៅក្នុងនោះយើងសង្កេតឃើញថាសហរដ្ឋអាមេរិកបានបញ្ជូនសភាវុធធនធ្ងន់ទំនើបបំផុតទាំងជើងទឹកនិងជើងអាកាសជាច្រើនទៅកាន់សមុទ្រការីប៊ីនជាប់នឹងព្រំដែនភាគខាងជើងនៃប្រទេស Venezuela ផ្ទាល់តែម្ដងគ្រឿងចក្រប្រយុទ្ធទាំងនោះរួមមាននាវាពិឃាតបំពាក់មីស៊ីល Tomahawk ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហាររហ័សនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលមានផ្ទុកមីស៊ីផ្លោងអន្តរទ្វីបយន្តហោះចម្បាំងបំបាំងកាយ F-35B Lightning II ចំនួន12គ្រឿងនិងសភាវុធជាច្រើនទៀតដែលសកម្មភាពទាំងអស់នេះហាក់បីដូចជាការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារដ៏ជាក់លាក់ណាមួយនិងភ្លាមនៅពេលដែលមានបញ្ជាពីប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថាបេសកកម្មនេះធ្វើឡើងសម្ដៅទៅលើក្រុមឧក្រិដ្ឋកម្មគ្រឿងញៀនដែលលាក់ខ្លួននៅក្នុងប្រទេស Venezuela ខណៈដែលប្រធានាធិបតី Venezuela ថាសកម្មភាពទាំងនេះគឺជាទង្វើឈ្លានពាននិងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការតស៊ូប្រដាប់អាវុធជាមួយមហាអំណាចអាមេរិករហូតដល់ពេលថ្មីនេះខណៈពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងជាទីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលរួមកិច្ចប្រជុំអាប៉ិចនិងជំនួបកម្ពុជាជាមួយមេដឹកនាំចិនផងនោះលោកបានបង្ហាញតាមរយៈសំណេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកដោយបានបញ្ជាក់ថាបន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅអាស៊ីទៅដល់សហរដ្ឋអាមេរិកវិញលោកនឹងធ្វើការវាយប្រហារសម្រាប់របបដឹកនាំរបស់លោកប្រធានាធិបតី Nicolas Maduro តែម្ដងតើលោក Donald Trump នឹងធ្វើមែនដែរឬទេសូមស្ដាប់ការបកស្រាយរបស់លោកវីរៈអ្នកវិភាគព្រឹត្តិការណ៍ព័ត៌មានដូចតទៅលោកត្រាំបាននិយាយថាបន្ទាប់ពីគាត់បានបញ្ចប់ទស្សនកិច្ចនៅអាស៊ីគាត់នឹងកំទេចប្រទេស Venezuela ចោលពិសេសគឺរបបរបស់លោក Nicolas Maduro នេះគឺជាការប្រកាសដោយបើកចំហរបស់លោកត្រាំគណៈពេលដែលគាត់កំពុងតែធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីមួយចំនួនអញ្ចឹងធ្វើឲ្យប្រជាជនសកលលោកពិសេសគឺប្រជាជន Venezuela និងថ្នាក់ដឹកនាំ Venezuela ហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងថាហេតុអីបានជាលោកត្រាំគាត់សម្រេចចិត្តយ៉ាងតាក់កុហលមកនេះនៅក្នុងការកំទេចរបបលោក Nicolas Maduro ចោលតាមពិតទៅការកម្ចាត់របបលោក Maduro ចោលនេះមិនមែនទើបតែអ្វីដែលលោកត្រាំទើបតែមានផែនការនេះទេបងប្អូនគឺវាកើតឡើងតាំងពីអាណត្តិរបស់ប្រធានាធិបតីអាមេរិកមុនមកម្លេះបាទតាំងពីសម័យលោកអូបាម៉ារហូតចូលមកដល់លោក Donald Trump អាណត្តិទី1ឈានមកដល់អាណត្តិលោក Joe Biden ឥឡូវនេះលោក Donald Trump ទៀតអញ្ចឹងហាក់បីដូចជាសហរដ្ឋអាមេរិកគឺគាត់មានគំនុំសងសឹកជាមួយនឹង Venezuela ពិសេសគឺរបបរបស់លោក Maduro នេះយូរមកហើយសហរដ្ឋអាមេរិកនេះមិនមែនខឹងតែលោក Maduro ទេបងប្អូនបើយើងនិយាយអំពីប្រវត្តិសាវតាហ្នឹងគឺគាត់ចងគំនុំគាត់មានរឿងហ្នឹងជាមួយអតីតថ្នាក់ដឹកនាំ Venezuela គឺតាំងពីចំនួនលោក Hugo Chavez ហើយបងប្អូនស្គាល់ហើយ Hugo Chavez នេះគឺត្រូវបានសារព័ត៌មានក៏ដូចជាថ្នាក់ដឹកនាំសកលលោកធំពិសេសសហរដ្ឋអាមេរិកហ្នឹងចាត់ទុកគាត់ថាគឺជាជនផ្ដាច់ការប្រចាំតំបន់អាមេរិកខាងត្បូងបាទប៉ុន្តែជាអកុសលអីលោក Hugo Chavez ហ្នឹងគាត់បានទទួលមរណភាពនៅឆ្នាំ2013ដោយសារតែជំងឺមហារីកបាទដល់អញ្ចឹងទៅគាត់បន្តតំណែងឲ្យលោក Nicolas Maduro នេះដែលជាអនុប្រធានាធិបតីរបស់គាត់ដែលជាមនុស្សស្និទ្ធជាមួយនឹងលោក Chavez ហើយចាប់តាំងពីលោក Nicolas Maduro ឡើងកាន់តំណែងជាប្រធានាធិបតី Venezuela 2013មកធ្វើឲ្យលោក Maduro នឹងគាត់បន្តគោលនយោបាយរបស់លោក Hugo Chavez ហើយគោលនយោបាយរបស់លោក Hugo Chavez ហ្នឹងគឺគ្មានអីក្រៅតែពីប្រឆាំងជាមួយលោកខាងលិចទេពិសេសគឺសហរដ្ឋអាមេរិកហ្នឹងដល់អញ្ចឹងទៅធ្វើឲ្យអាមេរិកហ្នឹងគាត់ចងគំនុំអាមេរិកហ្នឹងគាត់ចាត់ Venezuela ពិសេសគឺថ្នាក់ដឹកនាំ Venezuela តាំងពីសម័យលោក Hugo Chavez រហូតមកដល់លោក Nicolas Maduro នេះថាជាជនឧក្រិដ្ឋកម្មអន្តរជាតិគឺជាជនរបបផ្ដាច់ការដែលបានបំផ្លាញប្រទេស Venezuela ហើយបងប្អូនឃើញហើយប្រហែលអាទិត្យចុងក្រោយនេះស្ថានភាពតានតឹងរវាង Venezuela និងសហរដ្ឋអាមេរិកគឺកំពុងតែឡើងកម្ដៅហើយឥឡូវនេះគឺអាមេរិកបានដាក់ពង្រាយនៅទាហានជើងទឹកឬក៏នាវាចម្បាំងផ្សេងៗដើម្បីត្រៀមកំទេច Venezuela ចោលប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនរបបដឹកនាំរបស់លោក Nicolas Maduro ហ្នឹងគាត់ហាក់បីដូចជាមិនទាន់សម្ដែងនៅការថមថយឬក៏ការចុះញោមណាមួយទេពេលខ្លះគាត់សម្ដែងការចង់សហការជាមួយសហរដ្ឋអាមេរិកប៉ុន្តែពេលខ្លះទៀតគាត់ហាក់បីដូចជារឹងថ្កឹងជាមួយនឹងសហរដ្ឋអាមេរិកហើយដល់អញ្ចឹងមកដល់ពេលនេះយើងមិនដឹងថាតើស្អីជាការចង់បានពិតប្រាកដរបស់ក្រុមលោក Nicolas Maduro ទេ
ចឹងចំពោះទំនាស់វេណេស៊ុយឡានិងសហរដ្ឋអាមេរិកនេះមិនមែនកើតឡើងទៅតែជំនាន់លោកដូណាល់ត្រាំអាណត្តិទី2នេះទេបងប្អូនបាទគឺវាកើតឡើងរាប់ទសវត្សរ៍មកហើយរវាងវេណេស៊ុយឡានិងសហរដ្ឋអាមេរិកនេះហើយរឿងដែលគេចោទគ្នាទៅវិញទៅមកហ្នឹងគឺគ្មានអីក្រៅពីការជួញដូរគ្រឿងញៀនក្រៅពីការរំលោភសិទ្ធិមនុស្សក្រៅពីការរំលោភលទ្ធិប្រជាធិបតេយ្យឬក៏ការលួចលក់នៅសម្បត្តិធនធានធម្មជាតិពិសេសគឺប្រេងហ្នឹងទៅឲ្យប្រទេសដែលសហរដ្ឋអាមេរិកចាត់ទុកថាជាប្រចាំមិត្តរបស់សហរដ្ឋអាមេរិកដល់អញ្ចឹងទៅរឿងមួយចូលរឿងមួយរឿងមួយចូលរឿងមួយធ្វើឲ្យប្រទេសទាំងពីរហ្នឹងហាក់បីដូចជាមិនមានចំណុចប្រសពណាមួយឬចំណុចស្របណាមួយដែលថានឹងអាចខ្លាយជាមិត្តភ័ក្តិជាមួយនឹងគ្នាទេហើយទន្ទឹមនឹងបងប្អូនលោក Maduro នេះគាត់កាន់តំណែងមកដល់ពេលនេះជាង10ឆ្នាំហើយតាំងពី2013មកដល់2025នេះគឺចូល12 13ឆ្នាំហើយអ្វីដែលជា style ដឹកនាំរបស់លោក Nicolas Maduro ហ្នឹងគឺគាត់យកតាម style របស់លោក Hugo Chavez ដែលជាអតីតមេរបស់គាត់ដល់អញ្ចឹងទៅវាហាក់បីដូចជាធ្វើឲ្យបញ្ហាអាមេរិកជាមួយនឹងវេណេស៊ុយឡាហ្នឹងដូចអត់ថមថយទេបាទហើយនេះគឺជាមូលហេតុធំដែលធ្វើឲ្យលោក Donald Trump ក្នុងនាមជាប្រធានាធិបតីអាមេរិកនេះគឺគាត់ហាក់បីដូចជាចង់បង្ហាញចេតនាមួយគឺកម្ចាត់លោក Maduro ចោលបាទប៉ុន្តែយ៉ាងណាក៏ដោយបងប្អូននេះគឺជាវោហារសាស្ត្រនយោបាយនេះគឺជាគេហៅថាវោហារសាស្ត្រការទូតទៅវិញគ្នាទៅវិញទៅមកការគំរាមគ្នាទៅវិញទៅមកអញ្ចឹងយើងមិនដឹងថាស្អីឲ្យពិតប្រាកដនៅពីក្រោយរវាងចំនួនវេណេស៊ុយឡានិងសហរដ្ឋអាមេរិកទេប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនមកដល់ពេលនេះសម្ពាធកាន់តែខ្លាំងឡើងបានធ្លាក់ទៅលើលោក Nicolas Maduro ក្រោមការចោទប្រកាន់ពីប្រទេសមហាអំណាចផ្សេងៗក៏ដូចជាប្រជាជននៅក្នុងប្រទេសរបស់ខ្លួនហើយបងប្អូនដឹងហើយកាលពីពេលថ្មីៗនេះលោកស្រីម្នាក់ដែលជាសកម្មជនបពប្រឆាំងហើយក៏ជាអ្នកទាមទារសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សអីផ្សេងៗនៅក្នុងប្រទេសវេណេស៊ុយឡាហ្នឹងគឺលោកស្រី Corina Machado ដែលគាត់ទើបតែទទួលពានរង្វាន់ Nobel សន្តិភាពថ្មីៗនេះហើយក៏ជាគូប្រជែងជាមួយលោក Donald Trump ដែរអញ្ចឹងតាមរយៈការប្រគល់ពានរង្វាន់សន្តិភាព Nobel នេះជូនលោកស្រី Machado នេះក៏ជាកម្លាំងជំរុញទឹកចិត្តឲ្យប្រជាជនវេណេស៊ុយឡានឹងកាន់តែជឿជាក់លើលោកស្រី Machado ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងរបបរបស់លោក Maduro ស្របពេលដែលអាមេរិកពិសេសគឺលោក Trump នឹងគាត់នៅពីក្រោយអ្វីដែលជាកម្លាំងចិត្តរបស់លោកស្រី Machado ទៀតអញ្ចឹងធ្វើឲ្យរបបលោក Nicolas Maduro នឹងកាន់តែមានហានិភ័យចំពោះគាត់ហើយប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនយើងមិនទាន់ដឹងថារឿងពិតប្រាកដនៅពីក្រោយខ្នងរវាងសហរដ្ឋអាមេរិកនិងលោក Maduro នេះយ៉ាងម៉េចទេពីព្រោះប្រសិនបើអាមេរិកគាត់ធ្វើអ្វីទៅតាមអ្វីដែលគាត់បាននិយាយទៅកាន់ពិភពលោកថាលោក Maduro នេះគឺជាជនផ្ដាច់ការលោក Maduro នេះគឺជាឧក្រិដ្ឋកម្មគ្រឿងញៀនលោក Maduro នេះគឺជាជនដែលរំលោភសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យគិតពិតប្រាកដមែនអញ្ចឹងការផ្ដួលរំលំលោក Maduro នឹងវាអត់មានអីពិបាកសម្រាប់សហរដ្ឋអាមេរិកទេប៉ុន្តែខ្លាចតែមានប្រយោជន៍អីនៅពីក្រោយបាទឥឡូវនេះឧបមាថាលោក Maduro គាត់កំពុងតែធ្លាក់ទឹកគាត់កំពុងតែពិបាកបាទសវេសវ៉ារហូតអ្នកណាជួយឆេមួយចុះពីអញ្ចឹងចុងក្រោយគាត់នឹងអាចផ្ដល់សម្បទានឬក៏អាចផ្ដល់ផលប្រយោជន៍ស្អីមួយទៅដល់សហរដ្ឋអាមេរិកបាទឧទាហរណ៍ថាលក់ប្រេងឲ្យអាមេរិកឬក៏ផ្ដល់ប្រេងឲ្យអាមេរិកនៅក្នុងតម្លៃថោកឬក៏អីយ៉ាងមួយចុះពីអញ្ចឹងលោក Maduro នឹងអាចគេចផុតពីការទម្លាក់អំណាចចេញពីតំណែងរបស់គាត់ហើយអញ្ចឹងខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេបងប្អូនបាទប្រសិនបើរឿងពីក្រោយវាអញ្ចឹងមែនគឺរបបលោក Maduro នឹងនៅតែអាចកាន់តំណែងបានអញ្ចឹងប្រសិនបើគាត់មានរឿងក្រោយឆាកជាមួយនឹងលោក Donald Trumpប៉ុន្តែបើដូចអ្វីដែលលោក Donald Trump កំពុងតែចោទខ្ញុំជឿថាទោះបីលោក Maduro 10នាក់ទៀតក៏មិនអាចឈ្នះសហរដ្ឋអាមេរិកដែរហើយឥឡូវនេះបងប្អូនឃើញហើយគណៈពេលដែលសកម្មជនបពប្រឆាំងកំពុងតែមានទឹកមាត់ពិសេសគឺលោកស្រី Machado នេះគាត់គឺជាសកម្មជនបពប្រឆាំងទៅនឹងលោក Maduro យ៉ាងខ្លាំងក្លានៅប្រទេសវេណេស៊ុយឡាហើយគណៈកម្មាធិការ Nobel អន្តរជាតិទើបតែប្រគល់ពានរង្វាន់ Nobel ឲ្យគាត់ទៅទៀតអញ្ចឹងហាក់បីដូចជាស្អីជាសេណារីយ៉ូរៀបចំទុកបាទហើយនិយាយឲ្យស្ដាប់ទៅដូចជាឆាកល្ខោនដែលគណៈកម្មាធិការផ្ដល់សន្តិភាពពិភពលោកជាមួយនឹងសហរដ្ឋអាមេរិករៀបចំដើម្បីផ្ដល់ជូនលោកស្រី Machado អញ្ចឹងដើម្បីបើកផ្លូវបើកឱកាសឲ្យលោកស្រី Machado ហ្នឹងកាន់តែមានទឹកមាត់លេបនៅក្នុងប្រទេសវេណេស៊ុយឡានេះជាការគិតរបស់ខ្ញុំទេបងប្អូនបាទសូមអធិស្ឋានមិនមែនយើងទៅចោទអាមេរិកមិនមែនយើងទៅចោទគណៈកម្មាធិការពានរង្វាន់ Nobel ទេប៉ុន្តែវាក៏ជាលទ្ធភាពវាក៏ជារឿងដែលអាចកើតឡើងដែរដែលយើងក្នុងនាមយើងជាប្រជាជនជាអ្នកវិភាគជាអ្នកតាមដានព័ត៌មានក៏យើងស្មានគេមិនត្រូវដែរអញ្ចឹងមានតែលទ្ធផលចុងក្រោយទេទើបយើងអាចដឹងថាតើវាសនារបស់លោក Maduro នឹងយ៉ាងម៉េចបើសិនបើអាមេរិកពិតជាកម្ចាត់លោក Maduro មែនអានឹងយើងអាចមើលឃើញថាសហរដ្ឋអាមេរិកហ្នឹងគឺគាត់ឲ្យតម្លៃលើលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សឬក៏គាត់បានប្រយោជន៍ស្អីពីលោកស្រី Machado នេះ
ជួនកាលឥឡូវនេះយើងអត់ទាន់ដឹងទេអត់ដឹងថាលោកស្រី Machado ដែលកំពុងតែប្រឆាំងជាមួយនឹងលោក Maduro ហ្នឹងគាត់កំពុងតែសន្យាអីជាមួយសហរដ្ឋអាមេរិកជួនកាលគាត់ថាបើជួយគាត់ឡើងកាន់អំណាចគាត់ឲ្យប្រេងអាមេរិកប៉ុណ្ណេះប៉ុណ្ណោះឬក៏គាត់ធ្វើកិច្ចសន្យាលក់ប្រេងថោកៗឲ្យអាមេរិកចេះមួយចុះពីរណាពីព្រោះវេណេស៊ុយឡានេះបងប្អូនខ្ញុំចង់ជំរាបជូនបងប្អូនថាវេណេស៊ុយឡាគឺជាប្រទេសដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងចំណោម Top 5 ឬក្នុងចំណោមប្រទេស5ទូទាំងពិភពលោកដែលផលិតប្រេងបានច្រើនជាងគេបំផុតហើយកាលពីប្រហែលឆ្នាំមុននេះខ្ញុំក៏មានមិត្តភក្តិម្នាក់ដែលជាជនជាតិវេណេស៊ុយឡាដែលធ្លាប់ចាក់ទងគ្នាអញ្ចឹងណាបងប្អូននិយាយមកដល់កន្លែងនេះប្រហែលជាបងប្អូនខ្លះអាចឆ្ងល់ថាចំអាមួយនេះឲ្យតែនិយាយរឿងប្រទេសណាដឹងតែវាមានពួកម៉ាក់វាដឹងតែមានមិត្តភក្តិវានៅប្រទេសហ្នឹងហ្មងឯងគេអត់ភូតទេអត់ភូតទេបងប្អូនបាទរឿងខ្លះវាមិនដឹងតែភូតយកមកធ្វើអីទេពីព្រោះខ្ញុំធ្លាប់បញ្ជាក់បងប្អូនដែរដោយសារខ្ញុំធ្លាប់បានចេញទៅសិក្សាទៅរយៈពេលវែងរយៈពេលខ្លីអីទាំងអស់ចឹងហើយខ្ញុំមានមិត្តភក្តិច្រើនប្រទេសមួយបាទឥឡូវនេះតាក់ទងរឿងវេណេស៊ុយឡានេះពួកខ្ញុំតាក់ទងគ្នាតាំងពីឆ្នាំ2017-18មុនកូវីដទៅទៀតហើយកាលហ្នឹងវេណេស៊ុយឡាហ្នឹងក៏ធ្លាប់មានរឿងចម្រូងចម្រាសមួយចំនួនដែរហើយខ្ញុំក៏ធ្លាប់ឆាតសួរគាត់កាលពេលហ្នឹងហើយគាត់និយាយថាវាពិបាកដែរពិបាកត្រង់ថាវេណេស៊ុយឡាគឺជាប្រទេសដែលផលិតប្រេងច្រើនជាងគេបំផុតនៅលើសកលលោកប៉ុន្តែប្រជាជនវានៅតែក្របាទហើយគាត់និយាយលេងគាត់ថាមួយថ្ងៃឃើញតែបូមប្រេងមួយថ្ងៃឃើញតែជីកប្រេងប៉ុន្តែមិនដឹងថាគេយកលុយទៅណាបាទវាខុសពីប្រទេសអារ៉ាប់មួយចំនួនបាទដូចជាអារ៉ាប៊ីសាអូឌីតដូចជាប្រទេសកាតាដូចជាប្រទេសអារ៉ាប់រួមអីគាត់ថាប្រជាជនប្រទេសអស់ទៅហ្នឹងគេរស់នៅដោយសារប្រេងមិនប៉ុន្តែប្រជាជនគេមានជីវភាពរស់នៅធូរធារគាត់ថាអាភ័ព្វអីតើវេណេស៊ុយឡាជាប្រទេសដែលផលិតប្រេងធំជាងគេមួយនៅលើពិភពលោកដែរប៉ុន្តែហាក់បីដូចជាប្រជាជនហ្នឹងអត់មានការរស់នៅអីសមស្របទេបាទមិនដឹងថាលុយហ្នឹងគេយកទៅណានេះគឺជាអ្វីតែខ្ញុំធ្លាប់បាននិយាយលេងជាមួយមិត្តភក្តិខ្ញុំកាលពី7-10ឆ្នាំមុនបងប្អូនបាទការយើងរៀនជាមួយគ្នាដល់អញ្ចឹងវាអាចបង្ហាញឲ្យឃើញថាទាំងប្រជាជននៅក្នុងស្រុកមួយចំនួននេះក៏មិនពេញចិត្តជាមួយនឹងការគ្រប់គ្រងរបបរបស់លោកឆាវ៉េសតមកដល់លោកនីកូឡាស់ម៉ាឌូរ៉ូតែអញ្ចឹងទៅវាអាចធ្វើឲ្យប្រជាជននៅក្នុងស្រុកហ្នឹងគាត់ក្តៅក្រហាយហើយឥឡូវនេះបងប្អូនឃើញហើយសកម្មជនបពប្រឆាំងកំពុងតែមានទឹកមាត់លេបពិសេសគឺការផ្ដោតកិត្តិយសពីគណៈកម្មាធិការពានរង្វាន់នយោបាយសន្តិភាពទៀតហើយមានអាមេរិកនៅពីក្រោយខ្នងកំពុងតែគម្រាមកំហែងរបបលោកម៉ាឌូរ៉ូទៀតអញ្ចឹងករណីអាចដែលថាអាមេរិកកំទេចរបបលោកម៉ាឌូរ៉ូចោលនេះគឺខ្ពស់ណាស់បងប្អូនបាទវាលើកលែងតែរឿងនៅពីក្រោយខ្នងលោកម៉ាឌូរ៉ូគាត់មានអីជាមួយអាមេរិកឬក៏លួចចរចាគ្នាដើម្បីរក្សាអំណាចឬក៏អីទៀតអាហ្នឹងក៏យើងមិនដឹងដែរបាទអញ្ចឹងសរុបមករបបលោកម៉ាឌូរ៉ូនេះអាចគង់វង្សឬក៏អាចរលំរលាយវាអាស្រ័យទៅលើការបត់បែនរបស់ក្រុមលោកម៉ាឌូរ៉ូនឹងហើយថាតើគាត់គួរតែបត់បែនយ៉ាងម៉េចជាមួយសហរដ្ឋអាមេរិកឬក៏មានវិធីសាស្ត្រយ៉ាងម៉េចទៀតយើងក៏មិនទាន់ដឹងដែរបងប្អូនបាទមានតែតាមដានមើលព័ត៌មានទាំងអស់គ្នាអញ្ចឹងនេះគឺជារឿងមួយចំនួនបងប្អូនពាក់ព័ន្ធទៅនឹងចេតនារបស់លោកត្រាំដែលគាត់ចង់គំទេចរបបលោកម៉ាឌូរ៉ូចោលបន្ទាប់ពីគាត់ត្រឡប់ទៅដល់សហរដ្ឋអាមេរិក